នៅក្នុងព្រៃស្ងាត់សត្វចាប់យំហើយមានផ្ការីកទន្សាយដែលចង់ដឹងចង់ឃើញបានចេញពីរោនរបស់វាដើម្បីរកអាហារទន្សាយរកតាមវាលស្មៅហិតក្លិនផ្លែបឺរីរំពេចនោះរៀងងឹតមានសំឡេងមកក្បែរសត្វជាស្ត្រូវលោតចេញទន្សាយព្យាយាមរត់តែត្រូវរបួសទន្សាយដេកនៅក្រោមដើមឈើដកដង្ហើមធំខ្យល់កាន់តែខ្លាំងឡើងក្នុងព្រៃមានអារម្មណ៍ស្ងប់ស្ងាត់និងព្រួយបារម្ភទន្សាយដ៏ឆ្លៀសវៃមួយក្បាលដែលជាវេជ្ជបណ្ឌិតដើរតាមផ្លូវវេជ្ជបណ្ឌិតឃើញទន្សាយសន្លប់ក៏ស្ទុះទៅរកគ្រូពេទ្យនិយាយថ្នមជាមួយទន្សាយដែលឈឺវេជ្ជបណ្ឌិតទន្សាយបើកឧបករណ៍សង្គ្រោះបឋមដែលរុំដោយ compress គាត់លាបសេរ៉ូមនិងបង់រុំរបួសទន្សាយដែលរងរបួសសម្រាកនៅជិតពេទ្យយប់ធ្លាក់ខ្យល់ Fireflies រំទន្សាយមានសុវត្ថិភាពទន្សាយភ្ញាក់ពីដំណេកហើយបានជាសះស្បើយទន្សាយរត់ទៅអបលោកគ្រូពេទ្យទាំងទឹកភ្នែកពួកគេដើរលេងសើចតាមផ្លូវទន្សាយលោតដេញស្លឹកឈើនិងលេងស្លឹកនោះពួកគេចែករំលែកផ្លែបឺរីហើយសើចនៅក្រោមដើមឈើទន្សាយមើលទៅក្រៅព្រៃមានទេសភាពស្រស់ស្អាតនៅខាងក្រោមភ្នំសូមអរគុណ